ពាក្យពេចន៍លើកទឹកចិត្តសាមញ្ញអាចនិយាយទៅកាន់មនុស្សជុំវិញខ្លួនដើម្បីឲ្យពួកគាត់រឹងមាំខ្លាំងជាងមុនខាងក្រោមនេះជាពាក្យពេចន៍លើកទឹកចិត្តមួយចំនួនដែលមនុស្សគ្រប់គ្នាអាចនិយាយបានជារៀងរាល់ថ្ងៃទៅកាន់គ្នាទៅវិញទៅមកចំណុចទី1អ្នកធ្វើបានល្អហើយគ្រាន់តែនិយាយពាក្យនេះលើកទឹកចិត្តទៅកាន់គ្នាអាចបង្ហាញពីការយកចិត្តទុកដាក់លើស្ថានភាពជីវិតអ្នកដទៃឲ្យកាន់តែប្រសើរឡើងសម្ដីងាយខ្លីៗនិយាយទៅកាន់មនុស្សដែលកំពុងពិបាកចិត្តអាចធ្វើឲ្យអារម្មណ៍ផ្លាស់ប្ដូរទៅជាល្អនិងមានក្តីសង្ឃឹមឡើងវិញបានចំណុចទី2អ្នកអាចឆ្លងកាត់បញ្ហាលំបាកនេះបានបញ្ហានៅក្នុងជីវិតមានរឿងជាច្រើនដើម្បីឲ្យមនុស្សទៅដោះស្រាយថ្ងៃនេះអ្នកអាចជួបរឿងមិនល្អប៉ុន្តែមិនមែនកើតឡើងរៀងរាល់ថ្ងៃនោះទេកុំបារម្ភអីអ្នកអាចឆ្លងកាត់រឿងរ៉ាវទាំងអស់នោះបាននិងដោះស្រាយវាបានចំណុចទី3អ្នកមិនឯកាឡើយពាក្យនេះនិយាយទៅកាន់មនុស្សដែលកំពុងមានបញ្ហាផ្លូវចិត្តនោះពួកគេអាចផ្លាស់ប្ដូរអារម្មណ៍ទៅតាមកម្លាំងចិត្តវិញបានចូលប្រាប់គេថាខ្ញុំក៏ឯកាដែរដូច្នេះអ្នកមិនឯកានោះទេចំណុចទី4ខ្ញុំជឿជាក់ទៅលើអ្នកអាចធ្វើបានវាមិនពិបាកនោះទេគ្រាន់តែលើកទឹកចិត្តពាក្យល្អៗប្រាប់ទៅកាន់នរណាម្នាក់ហើយធ្វើឲ្យម្នាក់នោះសប្បាយចិត្តនិងមានឆន្ទៈធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ចំណុចទី5សូមកុំចោះចាញ់ជីវិតមនុស្សរមែងតែមានការប្រកួតប្រជែងឬការចូលរួមសកម្មភាពអ្វីមួយនៅក្នុងសង្គមមិនថានៅក្នុងការសិក្សាការងារនិងការដឹកនាំជាដើមសូមកុំចោះចាញ់ជាឃ្លាធ្វើឲ្យមនុស្សម្នាក់បន្តទៅមុខនិងមានថាមពលសម្រាប់ដំណើរដើម្បីតាមចាប់ក្តីស្រមៃរបស់ពួកគេធ្វើជាមនុស្សម្នាក់ដែលតែងតែផ្ដល់កម្លាំងចិត្តឲ្យអ្នកដទៃកំពុងត្រូវការជំនួយវាគឺជារឿងដែលសំខាន់បំផុត